ធីសម្លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋមិត្តអ្នកស្ដាប់កម្មវិធីសម្លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាទីគោរពរាប់អាននៅថ្ងៃនេះកម្មវិធីយើងសូមលើកយកវេទិកាសាធារណៈដែលបានប្រពធ្វើកាលពីថ្ងៃអាទិត្យទី18ខែសីហាឆ្នាំ2013ស្ថិតនៅក្នុងភូមិចុងកោះខាងលិចឃុំកោះខ្សាច់ទន្លាស្រុកស្អាងខេត្តកណ្ដាលមកចាក់ផ្សាយជូនបងប្អូនស្ដាប់ដូចតទៅជាបឋមខ្ញុំបកណៈខ្ញុំបាទខំវាសនាសូមលំអរកាយកាហ្វេបង្គំប្រគុណម្ចាស់ដែលព្រះអង្គកំពុងតែគង់ជាវត្តមានក្នុងវេទិកាសាធារណៈនេះជាទីគោរពសក្ការៈសូមគោរពបងប្អូនក្មួយទាំងអស់នៅថ្ងៃនេះគឺជាវេទិកាទី2បន្ទាប់ពីបោះឆ្នោតហើយពួកយើងបានប្រាប់ខ្ញុំថាវេទិកាថ្ងៃនេះគឺជាវេទិកាជួបជុំគ្នាដើម្បីជប់លៀងដែលរៀបចំឡើងដោយសមាជិករបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅខេត្តកណ្ដាលខ្ញុំអត់មានគម្រោងអីនិយាយច្រើនទេនៅថ្ងៃនេះពីព្រោះពេលបោះឆ្នោតរួចហើយយើងចង់ទុកឱកាសដើម្បីមើលការរៀបចំរបស់ក្រុមអ្នកដែលបានទទួលការទុកចិត្តពីប្រជាពលរដ្ឋទោះបីជាយើងមើលឃើញថាសញ្ញាឆ្នោតដែលប្រជាពលរដ្ឋបោះឆ្នោតទៅឲ្យគណៈបកនីមួយមិនទាន់យកជាបានការក្នុងន័យត្រឹមត្រូវគឺថាប្រជាពលរដ្ឋមានការយល់ដឹងថាតើសញ្ញាឆ្នោតរបស់គាត់ដែលបោះឆ្នោតទៅឲ្យគណៈបកនីមួយនោះមានអត្ថន័យថាម៉េចក៏ដោយក៏យើងនៅតែអាចនិយាយបានថានោះគឺជាការគ្រប់គ្រងរបស់ប្រជាពលរដ្ឋដែលជាការផ្ដល់សេចក្តីទុកចិត្តទៅឲ្យគណៈបកនីមួយសម្រាប់ខ្លួនខ្ញុំផ្ទាល់ពេលដែលខ្ញុំសម្លឹងមុខប្រជាពលរដ្ឋខ្មែរសម្លឹងដោយសេចក្តីសង្វេគសម្លឹងដោយការត្រេះរិះពិចារណាក្នុងចិត្តរបស់ខ្ញុំបាននឹកទៅដល់ចលនាងើបឡើងរបស់ហូជីមិញខ្ញុំបាននឹកទៅដល់ចលនាផ្សេងទៀតឧទាហរណ៍ការងើបឡើងដើម្បីតស៊ូទាមទារយកទឹកដីរបស់ប្រជាពលរដ្ឋអ៊ីស្រាអែលខ្ញុំមើលមុខប្រជាពលរដ្ឋខ្មែររួចហើយខ្ញុំចេះតែគិតទៅដល់ចលនាទាំងអស់នោះខ្ញុំនឹកក្នុងចិត្តថាបើប្រជាពលរដ្ឋវៀតណាមពិបាកនិយាយស្ដាប់គ្នាដូចប្រជាពលរដ្ឋខ្មែរនេះខ្ញុំយល់ថាហូជីមិញមិនអាចធ្វើចលនារបស់គាត់ឲ្យបានជោគជ័យបានទេជនជាតិអ៊ីស្រាអែលក៏មិនអាចងើបឡើងដើម្បីទាមទារទឹកដីរបស់ខ្លួនវិញបានដែរពេលដែលខ្ញុំមើលមុខប្រជាពលរដ្ឋខ្មែរមើលដោយការត្រេះរិះពិចារណាមើលដោយសេចក្តីសង្វេគមើលដោយមនោសញ្ចេតនាខ្ញុំនឹកទៅដល់ចលនាទាំងឡាយដែលងើបតស៊ូជុំវិញពិភពលោកមានជាអាចចលនារបស់ហូជីមិញជាដើមចលនារបស់ជនជាតិអ៊ីស្រាអែលដើម្បីរំដោះទឹកដីរបស់ខ្លួនជាដើមខ្ញុំនឹកក្នុងចិត្តថាបើវាពិបាកនិយាយដូចប្រជាពលរដ្ឋខ្មែរអញ្ចឹងខ្ញុំនឹកក្នុងចិត្តថាហូជីមិញធ្វើមិនបានសម្រេចទេអ៊ីស្រាអែលក៏ធ្វើមិនបានសម្រេចដែរខ្ញុំមើលមុខប្រជាពលរដ្ឋខ្មែរយូរខ្ញុំសម្លឹងទៅកាន់សត្វដេរឆានទាំងឡាយមានគោមានកបីមានជ្រូកមាន់ទាអីជាដើមខ្ញុំចេះតែគិតត្រេះរិះពិចារណាក្នុងចិត្តថាចុះហេតុអ្វីបានជាសត្វដេរឆានទាំងអស់ហ្នឹងវាអាចពាល់ត្រូវអារម្មណ៍របស់ម្ចាស់វាដែលស្រឡាញ់វាជ្រូកទេបងប្អូនកាលណាយើងអែលវាញឹកយើងឲ្យបាយវាស៊ីញឹកវាស្គាល់អរិយាប័ត្ររបស់យើងវាដឹងថាយើងស្រឡាញ់វាពេលណាយើងដើរទៅចិត្តវាយកខ្លួនវាទៅដុសនឹងជើងរបស់យើងបញ្ជាក់អំពីការយល់ចិត្តរបស់វាចំពោះម្ចាស់វាគោក៏ដូចគ្នាកបីក៏ដូចគ្នាថាគោថាកបីចុះក្បាលវារៀងធំបន្តិចមាត់នេះបងប្អូនណាបើយើងលេងវារាល់ថ្ងៃវាសាំងដូចតកោដូចតកបីអញ្ចឹងខ្ញុំធ្លាប់មានមេមាន់មួយវាក្រាបក្នុងសម្បុកខ្ញុំអាសាទៅលូកដៃស្ទាបពងស្ទាបអីវាអញ្ចឹងទៅពេលដែលវាចុះពីសម្បុករបស់វាមកវាបដើកូនយើងដាក់អង្គដាក់អីស៊ីយូរទៅមាន់នឹងសាំងអើយសាំងវាស្គាល់ដៃរបស់យើងវាដឹងថាយើងស្រឡាញ់វាពេលដែលខ្ញុំមើលសត្វដេរឆានទាំងឡាយរួចហើយខ្ញុំសម្លឹងមើលមុខប្រជាពលរដ្ឋខ្មែរខ្ញុំមានអារម្មណ៍ថាទេខ្មែរដូចយ៉ាប់ជាងសត្វទាំងអស់នឹងទៀតអត់ដឹងថាពីណាស្រឡាញ់គាត់ពីណាស្អប់គាត់ទឹកចិត្តរបស់យើងបងប្អូនដោយសេចក្តីស្រឡាញ់ដោយសេចក្តីអាណិតអាសូរប៉ុន្តែចំពោះប្រជាពលរដ្ឋខ្មែរទឹកចិត្តបែបហ្នឹងបងប្អូនប្រៀបធៀបមិនបាននឹងសរងរបស់អ្នកដតីមួយផងហើយសរងនឹងទៀតសោតបងប្អូនមិនគេឲ្យដោយសេចក្តីអាណិតមេត្តាទេណាគេឲ្យជានុយដើម្បីស្ទូចអីទៅវិញគាត់កាន់របស់គេទៅគាត់អលខិតលខុបទឹកចិត្តរបស់យើងមិនបានស្មើនឹងការសន្យារបស់កឹមសុខាថាចាស់ទៅឲ្យលុយ 40000 ទេទៅយំ
ចំពោះមុខប្រជាប្រដ្ឋខ្មែរដោយសេចក្តីអាណិតអាសូរគាត់ឃើញគាត់លំបាកវេទនាយំហូរទឹកភ្នែកទៅជាស្ទឹងណាបងប្អូនគាត់មើលមកយើងណាបងប្អូនអត់មានញាប់ញ័រជាមួយនឹងទឹកចិត្តរបស់យើងអីបន្តិចខ្ញុំមើលមុខគាត់យូរបងប្អូនខ្ញុំសញ្ជឹងគិតទៅដល់ទឹកចិត្តរបស់អ្នកសុំទានខ្ញុំឃើញអ្នកសុំទានមិនដែលចេះអរគុណពីណាម្ដងហេតុអីបានអញ្ចឹងបងប្អូនមុខលបរស៊ីរបស់វាយើងឲ្យប្រមាណទៅក៏អ្នកសុំទានមិនដែលអរគុណទេមិនដែលទៅដល់ផ្ទះដេកគិតក្នុងចិត្តថាថ្ងៃនេះមានអ្នកនេះឲ្យអញខ្លះមានអ្នកនោះឲ្យអញខ្លះគេឲ្យគេក៏មានចិត្តសប្បុរសអីជាមួយនឹងអញខ្លាំងម្ល៉េះគាត់មិនដែលដេកគិតអញ្ចឹងទេបងប្អូនបើថ្ងៃហ្នឹងសុំបានលុយច្រើនអានឹងទិញដល់បិយាឲ្យកូនផឹកទៀតបើថ្ងៃធម្មតាផឹកតែស្រាទេបើសិនណាជាថ្ងៃហ្នឹងសុំបានច្រើនអានឹងមានគ្រឿងក្លែមច្រើនបន្តិចប៉ុន្តែមុខអ្នកឲ្យបើចាំគ្រាន់តែចាំដើម្បីសុំទៀតតែប៉ុណ្ណឹងឃើញមុខយើងទៅរត់ឆ្លេមកទៀតណាព្រោះអីព្រោះដឹងថាយើងដៃទលាយអាសាឲ្យគាត់ប៉ុន្តែទឹកចិត្តអរគុណទៅទេស្ញិញអញ្ចឹងបានខ្ញុំបង្កើតពាក្យមួយថាមនុស្សបងប្អូនដែលមិនដែលដឹងគុណអ្នកណាអីទាំងអស់បងប្អូនគឺជាមនុស្សឥតកំណើតបងប្អូនឃើញអ្នកសុំទានដែលមានកំណើតទេមនុស្សអញ្ចឹងអត់កំណើតទេបងប្អូនអ្នកប្រជាប្រដ្ឋខ្មែរយើងធ្លាក់ដល់កម្រិតហ្នឹងបងប្អូនខ្ញុំស្អប់បំផុតមនុស្សណាដែលវាយតម្លៃទឹកចិត្តមនុស្សតាមរយៈសម្ភារៈខាងក្រៅអ្នកក្របើសិនណាជាគេអាចជួយយើងបានតើគ្នាជួយមិនច្រើនដែរពីព្រោះគ្នាវាក្រជួនកាលគ្នាមានទឹកចិត្តច្រើនជាងអ្នកមានទៀតបងប្អូនប៉ុន្តែគ្នាវាគ្មានលុយយើងអត់យើងក្លៀនគ្នាប្របាច់ប្របោចបន្តិចបន្តួចមកឲ្យយើងជួនកាលឲ្យទៅទេមិនទាំងឲ្យខ្ចីផងហេតុអីមកគ្នាឲ្យយើងតិចថាគ្នាវាគ្មានដែរបើសិនណាជាគ្នាមានណាទឹកចិត្តបែបហ្នឹងឲ្យច្រើនណាស់មនុស្សពិតប្រាកដគឺនៅឯដួងចិត្តឯនោះប៉ុន្តែខ្មែរយើងវាយតម្លៃមនុស្សតាមសម្បកខាងក្រៅបងប្អូនមើលឃើញប៉ុនទៀនមើលអ្នកក្រជួយដាំបាយជួយរែកទឹកជួយធ្វើការងារសពសារពើហត់នួយហត់ចង្ងត់ប៉ុន្តែបងប្អូនចំណាំមើលបើអ្នកមានណាមកចូល$20-30ណាបងប្អូនម្ចាស់ផ្ទះហ្នឹងរត់បាក់ដៃបាក់ជើងទៅហើយតសើគេអលខិតលខប់ហើយអាយើងជួយចង់ងាប់នៅជាក្រានបាយគាត់មើលអត់ឃើញទេវាយតម្លៃមនុស្សវាយនឹងសម្បកខាងក្រៅវាយនឹងសម្ភារៈខាងក្រៅខ្ញុំស្អប់បំផុតមនុស្សណាមើលងាយទឹកចិត្តមនុស្សបងប្អូនខ្ញុំស្អប់ណាស់ព្រោះអីព្រោះយើងដឹងថាមនុស្សពិតប្រាកដនៅឯបេះដូងខាងក្នុងនោះបើសិនណាជាគ្នាមានសម្ភារៈមានលុយច្រើនជាងនឹងបងប្អូនគ្នាជួយយើងច្រើនជាងនឹងទៀតកុំវាយតម្លៃមនុស្សតាមសម្ភារៈខាងក្រៅមនុស្សពិតប្រាកដនៅឯក្នុងទឹកចិត្តចលនាយើងបងប្អូនផ្ដើមចេញពីមโนសញ្ចេតនាបើគិតពីខ្លួនឯងបងប្អូនគុំថាត្រឹមតែបុគ្គលដែលមានលុយកាក់មានសម្ភារៈមានសមត្ថភាពអាចដោះស្រាយជីវភាពរបស់ខ្លួនឯងបានសូម្បីតែអ្នកដែលខ្វះខាតហើយនឹងបើគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនខ្ជិលធ្វើទៀតព្រោះអីព្រោះវាគ្រាន់បានស៊ីពេកវាវែងឆ្ងាយបើគិតពីប្រយោជន៍ផ្ទាល់ខ្លួនកុំថាអ្នកមានលុយអាអ្នកអត់លុយពិបាកហើយនឹងក៏ខ្ជិលធ្វើទៀតបងប្អូនព្រោះអីថាព្រោះវាវែងឆ្ងាយពេកខ្ជិលយល់ធម៌ប៉ុណ្ណេះហើយដាំស្អីស៊ីបន្តិចបន្តិចទៅបន្តិចទៀតគង់តងាប់ពេកអ្នកមានហើយនឹងអ្នកក្រសំខាន់បំផុតក្នុងគណៈមួយនៃចិត្តហើយមានមែនប៉ុន្តែជួនកាលបើឯងមិនចេះគ្រប់គ្រងចិត្តហើយពិបាកជាងអញផងអញអ្នកក្រមានគណៈចិត្តខ្លះអញនៅសោចចេញហ្នឹងនៅពេលដែលអ្នកមានគ្រាន់តែធ្លាក់ឆ្នោតទៅវាពិបាកចិត្តពេញផ្ទះហ្នឹងអញ្ចឹងសំខាន់បំផុតគឺសន្តានចិត្តទេតែយើងចេះគ្រប់គ្រងចិត្តរបស់យើងបានហើយជួនកាលអ្នកក្រហ្នឹងអាចសោចចេញនៅពេលដែលអ្នកមានកំពុងតែអង្គុយយំទេអញ្ចឹងបើសិនណាជាគិតពីផលប្រយោជន៍តខ្លួនណាបងប្អូនសឹងថាក្របន្តិចមែនប៉ុនខ្ជិលធ្វើណាប៉ុន្តែហេតុអ្វីបានជាធ្វើបងប្អូនបើគិតតែពីរឿងខ្លួនឯងមិនជាប្រមាណទេបងប្អូនប៉ុន្តែគិតដល់មនុស្សទូទៅគិតដល់កាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋគិតដល់រឿងយុត្តិធម៌គិតដល់រឿងភាពស្អាតស្អំខុសឲ្យដឹងខុសត្រូវឲ្យដឹងត្រូវវាត្រឡប់វាត្រឡិនពេកក្នុងសង្គមនេះគិតដល់ប្រជាពលរដ្ឋគិតដល់ពូជសាសន៍គិតដល់កូនចៅចំនួនក្រោយគិតអញ្ចឹងបានពួកយើងទាំងអស់គ្នានាំគ្នាចេញមកធ្វើតែយើងគិតរបៀបនឹងហើយបងប្អូនណាលុយក៏ហ៊ានចំណាយកម្លាំងក៏ហ៊ានចំណាយពេលវេលាក៏ហ៊ានចំណាយបើឃើញថាផលនឹងវាធំណាបងប្អូនហ៊ានចំណាយដល់ជីវិតទៀតណាពួកយើងហ្នឹងណាមិនតែចូលរួមនយោបាយរួចហើយចង់បានអីពីគណៈបកនយោបាយមកវិញទេសេចក្តីសម័យផ្សេងចង់បានយុត្តិធម៌សង្គម
ស្អប់ភាពស្មោកគ្រោកស្អប់អ្នកនយោបាយបោកនឹកឃើញដល់កូនចៅចំនួនក្រោយណោះធ្វើសតកិច្ចដល់ចង់តែគិតដល់ចង់ហើយហ៊ានចំណាយលុយហ៊ានចំណាយកម្លាំងចំណាយពេលវេលាបើថាឃើញផលតែបាននឹងធំបើហ៊ានចំណាយដល់ជីវិតបានចំណាយជីវិតទៀតចិត្តរបស់យើងអញ្ចឹងបងប្អូនប៉ុន្តែទឹកចិត្តនឹងចំពោះប្រជាប្រដ្ឋខ្មែរអត់មានញាប់ញ័រអីតិចទេអញ្ចឹងបានខ្ញុំមើលមុខប្រជាប្រដ្ឋខ្មែរយូរខ្ញុំនឹកដល់ចលនារបស់ហូជីមិញខ្ញុំនឹកក្នុងចិត្តថាបើប្រជាប្រដ្ឋវៀតណាមបបាក់និយាយគ្នាដូចតែប្រជាប្រដ្ឋខ្មែរអញ្ចឹងហូជីមិញខ្ញុំច្បាស់ធ្វើអត់បានសម្រេចទេបងប្អូនអត់បានជោគជ័យទេប៉ុន្តែខ្ញុំក៏លេចមើលចលនារបស់អ្នកដទៃជុំវិញពិភពលោកខ្ញុំឃើញគេមានលក្ខណៈក្រាន់បើជាងយើងមួយជាទូទៅចលនារបស់គេប្រឆាំងតែក្រុមមួយទេគឺថាមួយទល់មួយហ្មងណាដោយអង្គសានស៊ូជីគាត់ងើបឡើងចលនារបស់គាត់តែមួយទេប្រឆាំងជាមួយនឹងរបបយោធាភូមិអញ្ចឹងទៅហូជីមិញអញ្ចឹងទៅគាត់ងើបឡើងប្រឆាំងជាមួយនឹងអាណានិគមនិយមបារាំងអញ្ចឹងទៅ Nelson Mandela គាត់ងើបឡើងប្រឆាំងនឹងរបបរើសអើងពូជសាសន៍ហ្នឹងទៅប៉ុន្តែចលនារបស់យើងវិញបងប្អូនណាប្រឆាំងពីរប្រឆាំងរដ្ឋាភិបាលផងប្រឆាំងពួកផ្ដាច់ការជ្រោកក្រោមផ្លាកប្រជាធិបតេយ្យនៅផងអញ្ចឹងបានវាយ៉ាប់ម៉េះហើយវាត្រូវនឹងប្រជាប្រដ្ឋខ្មែរនេះជាមនុស្សបែកវល់ទី1មនុស្សវាចាញ់បោកគេច្រើនដល់ចាញ់បោកគេច្រើនវាចេះតែភ័យខ្លាចបោកទៀតធ្វើអីក៏ដោយបានតិចបានច្រើនឲ្យបានដល់ដៃមកទី1មនុស្សវាចាញ់បោកគេច្រើនវាភ័យតាំងពីក្រោយចំនួនប្រពតមកខ្មែរនឹងវាខូចស្ទើរតែទាំងអស់ទៅព្រោះអីព្រោះគំរូសង្គមជាក់ស្ដែងឃើញតែអាត្រង់វាងាប់ដល់ពេលអញ្ចឹងវាចេះកលិចកលុចចេះភូតអញ្ចឹងទៅនឹងទី1ដល់ទី2វាល្ងងស្រាប់ផងដល់ល្ងងស្រាប់ផងគិតវាមិនបានជ្រៅដល់គិតវាមិនបានជ្រៅចេះតែភ័យអាណានិយាយអីគិតវាមិនចាញ់គិតតែពីភ័យតែហ្មងដល់ពេលអញ្ចឹងអ្វីដែលយើងបញ្យល់ទៅកាន់គាត់វាមានលក្ខណៈជ្រៅហើយគាត់គឺជាមនុស្សដែលវាបាក់ស្បាតវាចេះតែភ័យផងអញ្ចឹងបានជាចលនារបស់យើងវាយឺតណាស់យឺតសឹងថាលើកអស់អាស័យប្រជ្រះចុងទៅទៀតបើមានពាក្យណាដាក់ឲ្យវាយ៉ាប់យ៉ាងហ្នឹងទៅយកពាក្យហ្នឹងមកដាក់ទៀតប៉ិនពាក្យខ្មែរយើងវាត្រឹមប៉ុណ្ណឹងបបាអើយបបាដូចអស់អាស័យប្រជ្រះចុងខ្មែរយើងអញ្ចឹងបងប្អូនអញ្ចឹងរងថ្ងៃអញ្ចឹងគាត់មើលមកយើងបងប្អូនគាត់ថាយើងខំប្រឹងធ្វើនយោបាយហ្នឹងចង់បានអីគាត់គិតអញ្ចឹងកុំថាតអ្នកដែលមិនដែលស្ដាប់យើងគ្រាន់តែឃើញយើងក្នុងទូរទស្សន៍ម្ដងម្កាលគាត់គិតអញ្ចឹងអ្នកស្ដាប់រងថ្ងៃហើយហ្នឹងគាត់អត់យល់ពីចិត្តយើងទៀតបងប្អូនហេតុអីមកខ្ញុំដឹងព្រោះខ្ញុំជួបបងប្អូនខ្ញុំជួបច្រើនមានមីងមួយនោះគាត់លក់តរ៉េនម៉ួយរបស់ខ្ញុំហ្នឹងតាំងពីខ្ញុំនៅតំណាងរាស្ត្រតាំងពីខ្ញុំនៅក្នុងគណៈបកសំនឹងស៊ីម៉េះគាត់លក់តរ៉េនឲ្យខ្ញុំហើយទៅទិញខ្ញុំទិញច្រើនហើយខ្ញុំមិនដែលតយូរទៅគាត់ដឹងថាយើងនឹងល្អគាត់ដឹងត្រឹមប៉ុណ្ណឹងហើយមិនល្ងងទេបងប្អូនល្ងងអាម៉េចកូនកាត់ចិននោះមិនជាល្ងងពេកទេដល់គាត់ស្រឡាញ់ខ្ញុំគាត់ចេះតែអោបរយន្តស្ដាប់ខ្ញុំរាល់ថ្ងៃអញ្ចឹងទៅអោបស្ដាប់រាល់ថ្ងៃពេលខ្ញុំទៅទិញតរ៉េនខ្ញុំធ្វើតេស្តគាត់សឹងថាអត់មានវេទិកាណាមួយគាត់អត់បានស្ដាប់ទេថ្ងៃណាខ្ញុំនិយាយខ្លាំងពេលដែលខ្ញុំចុះទៅភ្លាមគាត់រត់មកចាប់ដៃខ្ញុំមិនទាន់គិតរឿងលក់តរ៉េនទេអូយក្មួយឲ្យកុំនិយាយខ្លាំងពេកនិយាយខ្លាំងយ៉ាងនេះអ៊ីភ័យត្មងនេះស្ដាប់រាល់ថ្ងៃប៉ុន្តែខ្ញុំមើលសម្ដីសម្ដៅរបស់គាត់ខ្ញុំដឹងថាគាត់អត់យល់ទេបងប្អូនប៉ុន្តែគាត់ដឹងថាយើងនឹងល្អគាត់ស្ដាប់យើងថ្ងៃមួយខ្ញុំដឹងខ្ញុំទៅទិញតរ៉េនគាត់ខ្ញុំភ្លេចកាបូបលុយឲ្យបានយកទៅគាត់គិតលុយហើយខ្ញុំរកកាបូបរកអត់ឃើញអត់មានលុយគាត់ថាអេមិនអីទេក្មួយចាំថ្ងៃក្រោយអេឃើញលោកក្មួយទៅមុខទៀតឃើញលោកក្មួយត្រូវការទិញអីណាយកលុយអ៊ី$200សិនណាក្មួយចាំថ្ងៃក្រោយបើជីកឡានតាមហ្នឹងចាំយកមកឲ្យអ៊ីវិញទឹមស្គាល់គ្នាបាន 4-5 ដងហើយបងប្អូនខ្ញុំដឹងថាគាត់មនុស្សចិត្តល្អដឹងថាគាត់ទុកចិត្តខ្ញុំដឹងហើយគាត់ស្ដាប់យើងរាល់ថ្ងៃពួកក្មេងៗដែលវាជិះឡានជាមួយខ្ញុំទៅទិញតរ៉េនចេះកេះខ្ញុំសួរបងមីងហ្នឹងគាត់យល់អត់ខ្ញុំថាអត់យល់ទេដល់ពេលគាត់ឮគាត់ស្ទុះមកកាន់ដៃខ្ញុំចេះតែនិយាយថាមិនយល់មិនយល់ខ្ញុំអត់មាត់ទេនៅស្ងៀមគាត់ក៏ពុះតរ៉េនពុះអីឲ្យខ្ញុំទៅសួរបដាក្រោយបោះឆ្នោតហ្នឹងសួរបដាអាមិនទៅក្មួយអត់បានកៅអីអត់បានអីគេទេក្មួយខ្ញុំចេះអាសើចពួកក្មេងៗហ្នឹងវាសង្កេតមើលថាដូចរៀងសង្ស័យដូចអត់យល់មែនខ្ញុំថាអត់បានទេអីអូចុះសៀមរៀបហ្នឹងកន្លែងហ្នឹងខ្លាំងណាក្មួយអត់បានដែរហ្នឹងអីអត់បានទេអូយងាប់ហើយអត់មានបានអីគេសោះងាប់ហើយមកគ្រួសារអីជួយបោះឆ្នោតទាំងអស់អត់បានទេក្មួយ
ណាហើយក្មួយឲ្យឈប់ធ្វើទៅក្មួយចាស់ហើយរកប្រពន្ធរកកូននឹងគេទៅក្មួយទៅឈប់ទៅក្មួយពួកក្មេងៗសោយកិលខ្ញុំថាឃើញអត់ហើយឃើញអត់យល់ទេដល់ពេលលឺយើងខ្សឹបគ្នាតិចថាអត់យល់ក៏ថានិយាយអត់យល់ហ្មងថ្ងៃមុនចាក់កោះត្រល់អ៊ីភ័យចាំងាប់ក្រោយមកទៀតចាក់នេះចាក់នោះគាត់រៀបរាប់ទៅឲ្យមានខុសឲ្យមិនតិចស្ដាប់រងថ្ងៃអត់យល់ទេបងប្អូនអត់យល់ទេវាទៅជាអាណិតខ្ញុំទៅវិញបងប្អូនខ្ញុំអង្គុយមើលគាត់ពេលដែលគាត់និយាយថាអូក្មួយឲ្យក្មួយអត់បានអីគេអាណិតណាក្មួយណោះខ្ញុំចេះតែមើលមុខគាត់ហេតុអីបានអញខ្លាចទៅជាមនុស្សត្រូវឲ្យគាត់អាណិតគាត់លក់តរៀនតាមចើមខ្នល់ទេហើយអញនេះស្មាតទោសនិយាយទៅគេថាឯងអួតទៀតមិនបាច់រកស៊ីអីទាំងអស់ដេកស៊ីលុយខ្លួនឯងមកជីវិតក៏អត់អស់ហោះហើយចុះវាល្មិចបានអ្នកលក់តរៀនតាមចើមខ្នល់បានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹកនេះមកអាណិតយើងកើតនេះបើលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រហែលចង់មែនបើសំរងស៊ីកម្មសខាប្រហែលនិយាយចង់ត្រូវពួកលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់និយាយច្បាស់បើអាណិតហ៊ុនសែនបើអាណិតខ្ញុំបើអាណិតខ្ញុំជាហ៊ុនសែននេះអាណិតខ្ញុំហើយអាណិតរឿងអីបងប្អូនចាណាមកគាត់មានលុយចង់ងាប់អាណិតរឿងគាត់ចង់ធ្វើនាយករដ្ឋមន្ត្រីហ្នឹងបើសិនជាគាត់ចាញ់ឆ្នោតទៅបងប្អូនគួរឲ្យអាណិតគាត់ទៅណាហើយខ្ញុំមិនចង់ឯណាខ្ញុំនឹកក្នុងចិត្តថាវាមិនមែនជាស្ថានភាពហិរញ្ញវត្ថុទេតែយើងគួរឲ្យអាណិតនោះមិនយើងអត់លុយណាមិនយើងអត់បាយស៊ីមិនយើងអត់មុខរបររកស៊ីណារឿងនេះជារឿងស្ថានភាពផ្លូវចិត្តតាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនសឹងប្រើពាក្យថាមកស្រុកខ្មែរមានណាមានជាងគាត់ប៉ុន្តែហេតុអីពេលខ្លះយើងមានអារម្មណ៍អាណិតគាត់ពីព្រោះយើងដឹងថាគាត់ចង់ធ្វើនាយករដ្ឋមន្ត្រីដល់ពេលគាត់មិនបានធ្វើវាគួរឲ្យអាណិតអីហ្នឹងប្រហែលគិតថាអញអញ្ចឹងហ្នឹងខ្ញុំមកបងប្អូនខ្ញុំយល់ធម៌បងប្អូនណាបើពុតលោកសំដែងថាម៉េចទេអារឿងមែនណាមានតែបច្ច័យ4ទេអាហ្នឹងមែនបាយស៊ីផ្ទះសម្បែងស្នាក់នៅឆ្នាំសង្កើព្យាបាលខោអាវស្លៀកពាក់មធ្យោបាយធ្វើដំណើរអីជាដើមអាហ្នឹងមែនណាអត់បាយស៊ីងាប់មែនណាអត់ខោស្លៀកអាហ្នឹងខ្លួនយើងនៅកដាលវាលមែនណាអត់ផ្ទះសម្បែងស្នាក់នៅអាហ្នឹងអត់មែនណាប៉ិនអត់កិត្តិយសអត់បានធ្វើនាយករដ្ឋមន្ត្រីអត់គេសរសើរអាហ្នឹងសិតតែរបស់អត់ស៊ីដាច់ទេណាបងប្អូនអត់ស៊ីក៏អត់ងាប់ដែរណាហើយចុះអញយល់ធម៌ប៉ុណ្ណឹងហើយនេះមានស៊ីមានហើយមានស្លៀកមានពាក់មានហើយហើយចុះបើមានសពគ្រប់បច្ច័យ4ហើយនេះរឿងអីបានឲ្យយាយលក់តរៀនហ្នឹងមកអាណិតអញខ្ញុំចេះតែមើលមុខគាត់ខ្ញុំថាមិនដឹងជាបញ្យល់គាត់ថាម៉េចថែមទៀតបើគាត់ស្ដាប់អញតាំងពីនៅសំរងស៊ីនោះស្ដាប់រាល់ថ្ងៃរាប់ពាន់ម៉ោងទៅហើយនោះហើយគាត់អត់ទាំងយល់ផងដល់ពេលឃើញគាត់និយាយអញ្ចឹងតើអញមានចិត្តឯណាទៅបន្ថែម4 10ម៉ាត់ឬបន្ថែម1ម៉ោងទៀតបានណាពួកអី2000ម៉ោងជាងហើយស្ដាប់មិនយល់ទៅបន្ថែម1ម៉ោងទៀតវាចេញជាស្អីកើតគវីក្បាលដូចគោស្រាំងតិចរួចឲ្យយកទៅរៀនដើរចេញមកនឹងនិយាយថាម៉េចពួកអីបងប្អូនពួកគាត់អត់យល់ពីយើងខ្ញុំបញ្ជាក់តាមរត់យល់ច្រើនដងបងប្អូនខ្ញុំថាខ្ញុំអត់ចង់បានអីពីបងប្អូនទេមិនត្រឹមតែអត់ចង់បានអីទៀតទេបងប្អូនត្រៀមចំណាយចោលត្រៀមចំណាយលុយចំណាយពេលវេលាចំណាយកម្លាំងបើក្នុងករណីចាំបាច់ចំណាយជីវិតទៀតចំណាយចោលអត់មានចង់បានអីត្រឡប់មកវិញទេហើយហេតុអីបានគាត់និយាយថាគាត់អាណិតខ្ញុំបងប្អូនឃើញវាមិនបានកៅអីអីគេខ្ញុំថានេះពិតជានៅចិត្តគ្នាតកាយពិតប្រកបមែនបងប្អូនណាប៉ិនចិត្តដូចនៅភពមួយចាហៀងម្នាក់និយាយគ្នាស្ដាប់អត់បានអត់យល់ចិត្តគ្នាបងប្អូនប្រជាប្រដ្ឋខ្មែរហើយចោលណាយើងសប្ងៃអញ្ចឹងបងប្អូនណានៅមួយគ្នាអញ្ចឹងប៉ិនវាអត់យល់ចិត្តគ្នានៅផ្ទះក្បែរគ្នាអត់យល់ចិត្តឯងអត់ដឹងថាឯងចូលរួមក្នុងចលនានយោបាយនឹងចង់បានអីមិនដឹងថាយើងអាណិតគាត់ប៉ុណ្ណាគាត់គិតថាគាត់នឹងវាអាណិតយើងទៅវិញបើអ្នកខ្លះស្អប់យើងមិនអាណិតទៅចំអកទៅវិញថាំងឥឡូវគណៈបកហែងនឹងបានអីវាទៅអញ្ចឹងអាយើងឃើញគាត់គេបោកឃើញគាត់ហ្នឹងវាក្រព្រោះរឿងអីយើងដឹងយើងចង់ជួយដោះស្រាយរឿងហ្នឹងចាក់តែគាត់ទៅនិយាយថាម៉េចគណៈបកហែងនឹងស្ញាញ់គាត់ទៅអញ្ចឹងទៅបងប្អូនអញ្ចឹងបានខ្ញុំថាយីនៅជាមួយគ្នាបើមិនយល់ចិត្តគ្នាដូចនៅភពពីរផ្សេងគ្នាអញ្ចឹងអាត្រង់ហ្នឹងដែលខ្ញុំមើលយូរខ្ញុំសម្លឹងមន់ទាជ្រូកគោក្របីខ្ញុំថាមន់ទាជ្រូកគោក្របីអញដើរទៅចិត្តសៀបអាយយូរមិនដឹងថាអញស្រឡាញ់វាអ្វីហើយចុះមនុស្សក្បាលប៉ិនបាបលោកហើយមានធម៌សញ្ញាចេះគិតទៅទៀតហើយចុះអីក៏ដល់ថ្នាក់ហ្នឹងបងប្អូនផ្លូវដែលត្រូវចេញបងប្អូនមានតែមួយគត់ប៉ុន្តែដើម្បីមានផ្លូវចេញហ្នឹងដបងដៃតើគាត់ស្ដាប់យើងតើខ្លួនគាត់ហ្នឹងគឺជាមនុស្សដែលដើររកផ្លូវចេញតើពេលណាគាត់ដើររកផ្លូវចេញគាត់ស្ដាប់យើង
បញ្យល់ទៅរកផ្លូវចាញ់បានដល់ពេលគាត់គិតហ្មងណាគាត់គិតថាគ្មានអាណាល្អជាមួយអញទេអញមិនជឿថាមានអាណាមកជួយអញទេដល់ពេលគាត់គិតអញ្ចឹងគាត់មានស្ដាប់ឯណាដល់គាត់អត់ស្ដាប់យើងក៏អត់បាននិយាយប្រាប់គាត់ពីរឿងផ្លូវចាញ់ប៉ុន្តែបើគាត់ស្ដាប់ផ្លូវដែលត្រូវចាញ់ជឿយើងក៏មិនត្រូវជឿអាមកខាងទៀតក៏មិនត្រូវជឿទៅចាញ់ធ្វើម៉េចទៅចង់ក្បាលគិតត្រេះរិះពិចារណាខ្លួនឯងទៅអាណាមកក៏ចេះតែស្ដាប់ទៅអាណាមកក៏ចេះតែស្ដាប់ទៅរួចហើយក្បាលនឹងចេះតែគិតទៅគិតទៅយល់ចុះទូកគោកបីមន់ទៀតវាដឹងយើងស្រឡាញ់វាបានបងប្អូនមើលហើយចុះមនុស្សស្ដាប់យល់ដឹងបេះដូងដឹងប៉ុន្តែផ្លូវហ្នឹងអាចចេញរួចលុះត្រាតែគាត់គឺជាមនុស្សដែលចង់រកផ្លូវចេញបើចង់រកផ្លូវចេញយើងរកផ្លូវឲ្យគាត់ចេញបានថាខាងយើងក៏មិនត្រូវជឿខាងគេក៏មិនត្រូវជឿមិនដូចអ្នកខ្លះគាត់និយាយថាណាហើយអញសប្ងៃអញអត់ស្ដាប់ទេអាណាក៏និយាយតែខ្លួនវាល្អដែរនិយាយតែល្អអញ្ចឹងស្ដាប់យូរឈឺក្បាលអាណាក៏ប្រជាធិបតេយ្យអាណាក៏ប្រជាធិបតេយ្យដែរបើគាត់ចេញតាមផ្លូវហ្នឹងបងប្អូនចេញអត់រួចទេនៅម្ដុំហ្នឹងទៅណាក៏មិនចេញដែរផ្លូវដែលចេញរួចគឺស្ដាប់ទាំងសងខាងតាមទេខ្ញុំបងប្អូនសឹងថានិយាយរាប់ពាន់ម៉ោងខ្ញុំអត់ដែលប្រើពាក្យថានឹងហើយអញប្រាប់មិនជឿខ្ញុំអត់ដែលនិយាយទេនឹងហើយអញប្រាប់មិនជឿខ្ញុំអត់ដែលនិយាយពាក្យហ្នឹងហើយបងប្អូនចាំស្ដាប់សម្លេងខ្ញុំអត់ដែលនិយាយសោះពួកខ្ញុំស្អប់ផុតអាណានិយាយអត់ហេតុអត់ផលរួចហើយមកឲ្យអញជឿតែកុំជឿកម្មសខាកុំជឿសំនឹងស៊ីសំនឹកបោកទេហើយជឿអញកម្មសខាសំស៊ីនឹកបោកទេខ្ញុំអត់ដែលនិយាយចឹងទេបងប្អូននិយាយចឹងឲ្យគេជឿមិនបងប្អូននិយាយឲ្យហេតុឲ្យផលមួយមិនណាហេតុអីបានបងប្អូនថាសំនឹងស៊ីកម្មសខាជាមនុស្សបោកឲ្យហេតុផលតែនេះគាត់និយាយចេះទៅនោះគាត់និយាយចុះទៅនោះគាត់និយាយចុះហើយអញអត់ឲ្យជឿអញទេយកតែពីអញទៅគិតបើសិនណាជាមនុស្សហ្នឹងវាទៅចាញ់បោកគេរួចហើយត្រឡប់មកជួបយើងវិញអ្វីដែលយើងនិយាយទៅកាន់គាត់មិនមែនពាក្យថានឹងហើយអញប្រាប់ឲ្យមិនជឿមិនអញ្ចឹងទេអញថានឹងហើយអញប្រាប់មកក៏ភ្លុះអត់យកពាក្យអញទៅគិតទេអត់មែនថាទេនឹងហើយអញប្រាប់ឲ្យមិនជឿអត់និយាយអញ្ចឹងទេប្រាប់ឲ្យមិនជឿមានន័យថាយើងប្រាប់គេសរុបហ្មងកុំជឿសំស៊ីបោកទេកម្មសខាបោកទេយើងនិយាយអញ្ចឹងអានឹងដល់ពេលថ្ងៃក្រោយគេចាញ់បោកសំស៊ីកម្មសខាអានឹងយើងនិយាយជាមួយនឹងគេថានឹងហើយអញប្រាប់ឲ្យមិនជឿប៉ុន្តែយើងអត់និយាយចឹងទេយើងប្រាប់ថាណែបងប្អូនជាអ្នកនយោបាយត្រូវមានទស្សនៈបែបនេះមិននិយាយតែពីបញ្ហាទេហេតុអីបានត្រូវនិយាយអំពីដំណោះស្រាយឲ្យប្រជាប្រដ្ឋហ្នឹងបានយកទៅគិតត្រេះរិះពិចារណាផងអ្នកនយោបាយកុំគិតតែពីរឿងទឹកចិត្តស្នេហាជាតិត្រូវគិតមើលថាតើបុគ្គលហ្នឹងមានទស្សនៈវិស័យអស់បានពេញលេញជាបុគ្គលិកលក្ខណៈនៃអ្នកនយោបាយអ្នកដោះស្រាយបញ្ហាតែឥឡូវយើងឆ្លោះមើលកម្មសខាសំនឹងស៊ីយើងបញ្យល់ល្អិតអញ្ចឹងពេលដែលចាញ់បោករួចហើយមកជួបមុខយើងវិញយើងនិយាយថានឹងហើយអញប្រាប់មកកភ្លុះអត់មានយកពាក្យអញឯងតែគិតអីបន្តិចយើងអត់មាននិយាយថានឹងហើយអញប្រាប់អត់ជឿបងប្អូនស្ដាប់ខ្ញុំនិយាយរាប់ពាន់ម៉ោងបងប្អូនខ្ញុំមិនដែរនិយាយទេអត់ដែរនិយាយថានឹងហើយអញប្រាប់ឲ្យមិនជឿអ្នកជឿខ្ញុំបងប្អូនខ្ញុំមិនដែរនិយាយទេខ្ញុំស្អប់បំផុតខ្ញុំថាកុំហៅខ្ញុំទៅជឿសូមឲ្យហេតុផលឲ្យខ្ញុំមួយឲ្យខ្ញុំគិតត្រេះរិះពិចារណាមើលបើខ្ញុំឃើញថាត្រឹមត្រូវមិនត្រឹមតែខ្ញុំយកពាក្យដែលអ្នកឯងប្រាប់ខ្ញុំទេណាខ្ញុំថែមទាំងអរគុណទៀតមែនណាអញយល់ចិត្តហែងអញដឹងតែហែងចង់ឲ្យអញយ៉ាងម៉េចបានហែងនិយាយអញ្ចឹងអញយល់បើសិនណាជារឿងហ្នឹងជារឿងគ្រោះថ្នាក់ដល់ខ្លួនខ្ញុំធំខ្ញុំសវាអោបគេទៀតខ្ញុំថាខ្ញុំយល់ចិត្តអ្នកឯងខ្ញុំដឹងខ្ញុំអរគុណខ្លាំងខ្ញុំអត់ភ្លេចទេគុណហ្នឹងបានបងឯងប្រាប់ខ្ញុំអញ្ចឹងសេចក្តីជូនដំណឹងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសូមជម្រាបជូនដំណឹងដល់បងប្អូនសមាជិកអ្នកគាំទ្រនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនឹងរៀបចំធ្វើវេទិកាសាធារណៈដែលនឹងប្រារព្ធធ្វើនៅថ្ងៃសៅរ៍ទី13ខែកុម្ភៈឆ្នាំ2016វេលាម៉ោង 2 រសៀលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 2 ផ្ទះលេខ 80 ស្ថិតក្នុងភូមិតាក្ដុលសង្កាត់តាក្ដុលក្រុងតាខ្មៅខេត្តកណ្ដាល
ព័ត៌មានលម្អិតសូមតាក់ទងមកកាន់លេខទូរស័ព្ទ012 44 37 17 ឬ096 92 60 890 សូមបញ្ជាក់ថាលោកខឹមវាសនាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនឹងចូលរួមជាវាគ្មិនក្នុងវេទិកានេះអាស្រ័យដូចបានជម្រាបជូនខាងលើបងប្អូនប្រជាពលរដ្ឋអាចចូលរួមស្ដាប់បញ្ចេញមតិយោបល់ឬសាកសួរដេញដោលទៅកាន់លោកវាគ្មិនក្នុងវេទិកានេះដោយសេរីសូមអរគុណខ្ញុំអត់ដែរនិយាយថាអ្នកកុំជឿអានោះមកជឿអញទៅជឿលុះត្រាតែយើងទៅហៅគេឲ្យមកជឿយើងដោយគ្រាន់តែប្រាប់សរុបអត់មាននិយាយពីហេតុផលអានឹងគេហៅជឿចំណែកការបញ្យល់ដល់យើងបងប្អូនស្ដាប់គិតត្រេះរិះពិចារណាដល់ពេលបងប្អូនឃើញថារឿងហ្នឹងអញ្ចឹងមែនអានឹងគេហៅសទ្ធាបងប្អូនមានសទ្ធាជ្រះថ្លាក្នុងរឿងអស់ហ្នឹងហើយនេះប្រជាប្រដ្ឋខ្មែរទោះបីជាគាត់ជាមនុស្សដែលបែកវល់ធ្លាប់ចាញ់បោកគេច្រើនពេកក៏ដោយទោះបីគាត់ជាមនុស្សល្ងងទៅចេះគិតក៏ដោយឲ្យតែបងប្អូនព្រមស្ដាប់ខ្ញុំធានាមកបញ្យល់ឲ្យបងប្អូនយល់ខ្ញុំធានាមកឲ្យតែបងប្អូនស្ដាប់ខ្ញុំវែកឲ្យមួយស្មាទោសថាប៉ិនបាតក៏ខ្ញុំវែកឲ្យមើលឃើញដែរបងប្អូនប៉ិនបាតខ្ញុំវែកឲ្យបងប្អូនមើលឃើញតខ្ទេចអានស្តាញគាត់និយាយថាម៉េចទេបើមនុស្សមិនទាន់អាចបញ្យល់រឿងដែលស្មុគស្មាញឲ្យអ្នកដតីនឹងវាយល់តាមរបៀបសាមញ្ញទេអាអ្នកបញ្យល់នឹងយល់មិនទាន់ដល់កម្រិតទេអានស្តាញគាត់និយាយថាចឹងរឿងហ្នឹងវាស្មុគស្មាញណាស់ពិបាកណាស់ប៉ុន្តែបើអ្នកយល់ល្អិតល្អន់ពិតណាស់អ្នកអាចយករឿងស្មុគស្មាញហ្នឹងមកបញ្យល់បែបងាយឲ្យគេស្ដាប់យល់បានបើសិនណាជារឿងហ្នឹងវាពិបាកយល់រួចហើយអ្នកមិនទាន់អាចយកមកបញ្យល់គេតាមរបៀបសាមញ្ញឲ្យគេយល់បានទេមានន័យថាអ្នកមិនទាន់យល់ទេអញ្ចឹងបានប្រសំខ្លះលោកទេសនាពីរឿងនិព្វានពីរឿងអីណាដល់ពេលគេសួរទៅថាអូរឿងហ្នឹងជ្រៅហ៎បើចង់ដឹងតែមើលកម្ពីថែមស្មាទោសបើបានក្បាលមីក្រូមកឲ្យខ្ញុំថាអាចចុះអ្នកទេសហ្នឹងក៏គ្មានយល់អីដែរហើយបាត់បង់កលេសខ្លាចគេដឹងតែខ្លួនឯងអន់បងប្អូនណាខ្ញុំស្ដាប់លោកទេសពីយូរមកតែយល់ទេបងប្អូនតែស្មាទោសសឹងនិយាយថាត្មងថាមិនដែលស្ដាប់លោកទេសនានឹងយល់អីម្ដងខ្ញុំមិនដែលយល់អត់មើលសភៅខ្លួនឯងតាគិតតាត្រេះនេះពិចារណាតាបងប្អូនណាសភៅធម៌ស្មាទោសមើលច្រើនជាងគេតែក្នុងប្រគុណអាចហ្មងខ្ញុំទៅជួអាចអង្គុយមើលយូរជួនកាលផ្លិចជួអាចទៀតមើលយល់លើកខោមកវិញមករកសភៅទៅសេទុកយកទៅបញ្យល់គេខ្លាចវាផ្លិចអូអញក៏បានជួអាចផងទៅជួអាចវិញអញ្ចឹងគិតគេគិតដល់ម្លឹងបងប្អូនគិតគេគិតដល់ម្លឹងហើយគេអត់យល់ចិត្តដល់ពេលគេនិយាយមកគេនិយាយថាម៉េចទេស្ញាញ់គណៈបកវាអត់បានឆ្នោតអីបន្តិចអូយម្ចាស់ថ្លៃហើយម្ចាស់ថ្លៃអីក៏យ៉ាប់យ៉ាងហ្នឹងអញ្ចឹងបានខ្ញុំនិយាយស្រុកខ្មែរបងប្អូនស្រុកខ្មែរបើខ្ញុំឈប់ធ្វើខ្ញុំថាអស់មកអាអ្នកជួយនៅសល់តែអ្នកដូរឯងដូរកម្មសខាសំស៊ីដូរឲ្យច្រើនបន្តិចហ៊ុនសែនគាត់ដូរឲ្យតិចពេកសំស៊ីកម្មសខាគាត់និយាយថាបើជាប់ឆ្នោតគាត់វិញគាត់ដូរឲ្យច្រើនបន្តិចគាត់ក៏ចង់បានស្លឹកឆ្នោតសំស៊ីគាត់និយាយច្បាស់ថាគាត់ចង់បានកិត្តិយសអ្នកនយោបាយគេគ្មានចង់បានអីទេគេចង់បានតែកិត្តិយសពូជខ្ញុំនេះពូជអ្នកធ្វើធំតាំងពីយូរខ្ញុំមិនឲ្យដាច់ពូជខ្ញុំទេគាត់ចង់ធ្វើធំគាត់ចង់បានកិត្តិយសគាត់ចង់បានអីទេកិត្តិយសលោកធម៌ប្រយោជន៍តខ្លួនអាខ្លះចំណាយលុយរាប់លានណាដើម្បីបានកិត្តិយសប្រជាប្រដ្ឋខ្មែរណែគាត់នឹកក្នុងចិត្តថាខ្ញុំប្រហែលចង់បានកិត្តិយសគេដែរបានខ្ញុំនឹកក្នុងចិត្តថាអូលោកឲ្យលោកនៅក្បែរគ្នាសមយល់ចិត្តគ្នានេះអាខ្លះស្អីប្រពន្ធទៀតអោបគ្នាទៀតអត់យល់ចិត្តគ្នាបងប្អូននិយាយស្ដាប់គ្នាមិនបានបើខ្ញុំមានប្រពន្ធអញ្ចឹងហីអោបសង្ស័យតែដឹងរឿងអីប្រពន្ធឆ្ងល់ទៀតពងអោបខ្លាំងជួរុញចេញហ្មងនឹកឃើញដល់កន្លែងហ្នឹងរុញចេញម៉ែវាអញមានអារម្មណ៍ដូចអោបសัตว์និយាយស្ដាប់គ្នាអត់បាននៅចិត្តគ្នាមែនតើណាសាច់ប៉ះគ្នានិយាយស្ដាប់គ្នាអត់បានម៉ែវាអត់ទាន់ធ្វើអីនិយាយគ្នាឡើងវិញសិនបើអត់យល់កន្លែងហ្នឹងអញអត់ចង់អោបទេវាយ៉ាប់មែនតើណាបងប្អូនខ្ញុំថាខ្ញុំនឹងអស់ហើយបងប្អូនមួយថ្ងៃបងប្អូនតែគិតតែពីរឿងគេណាបងប្អូនតែគិតតែពីរឿងគេណានឹកក្នុងចិត្តថាគេមិនយល់កន្លែងហ្នឹងតែទៅយល់កន្លែងណាទៀតណាតែគិតពីរឿងគេហើយចុះបើអញគិតប៉ុណ្ណឹងហើយនៅបញ្យល់ប្រជាប្រដ្ឋខ្មែរមិនយល់ទៀតនេះហើយចុះមានអាណាគេស៊ូបងប្អូនណា
ទី1វាអត់ស៊ូទី2វាអត់ខួរក្បាលហ្នឹងណាទោះបីចង់ក៏ទៅមិនរួចដែរមានប្រជាពលរដ្ឋខ្លះក៏ចង់ដែរចង់ជួយខ្មែរដែរប៉ុន្តែទៅវាអត់រួចក្បាលហ្នឹងណាហើយចុះបើយើងសម្បយុទ្ធប៉ុណ្ណឹងឲ្យជួយខ្មែរមិនបានណាខ្ញុំថាបើសិនណាជាអញជួយមិនបានណាស្រុកខ្មែរលែងទៅដូចកន្លែងដាច់ខ្សែទៅហើយទៅតលាយផែនដីអត់មានណាមកទៀតទេខ្ញុំណារកតាពាក្យស្អីនិយាយទៅឲ្យអលងខួរខ្មែរហ្មងឲ្យអង្គើដល់ខួរខ្មែរហ្មងដាក់មកញួរទៅអង្គើហ្មងឲ្យជ្រុះអាកតិចដៃច្រេះហ្នឹងហ្មងខ្ញុំចេះតែរនឹកពាក្យស្អីនិយាយឲ្យចាំហ្មងទោះបីខឹងខ្ញុំច្រឡោតតោទិញក៏ដោយខ្ញុំថាឲ្យវាច្រឡោតសិនចុះឲ្យវាប្រកាច់សិនចុះឲ្យវាក្តៅឲ្យវាតាមដានសិនឲ្យតែតាមដានយូរគង់ឲ្យយល់ចិត្តទេហេតុអីបើខ្ញុំហ៊ាននិយាយអាក្រក់បងប្អូនបើបងប្អូនមើលពាក្យខាងក្រៅនោះវាអាក្រក់អីប៉ុន្តែបងប្អូនឆ្លោះក្នុងចិត្តទៅបងប្អូនសោចតែហ្មងព្រោះអីព្រោះដឹងចិត្តហើយមនុស្សគេស្រឡាញ់អាចិត្តនោះដល់ពេលពាក្យសម្ដីផ្អែមវិញបងប្អូនមើលចិត្តវាចង់បានអីវាចង់បានពីបងប្អូននោះបងប្អូនមើលកន្លែងនោះបើមើលមិនទាន់កន្លែងហ្នឹងងាប់តែគេបោកបងប្អូនងាប់តែគេបោកហ្មងអញ្ចឹងបានពាក្យខ្លះខ្ញុំនិយាយទៅគេថាខ្ញុំនឹងអួតប៉ុន្តែហេតុអីបានខ្ញុំនិយាយបងប្អូនពួកខ្ញុំចង់រកពាក្យធ្ងន់ដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងដាក់ទៅវាលងខួរហ្មងណាឲ្យចេះគិតឲ្យដំណើរការទៅខួរហ្នឹងកុំឲ្យវាគៀងពេកខ្ញុំនិយាយឲ្យចាំហើយយកទៅនិយាយគ្រប់គ្នាជាពិសេសពួកអាស្អប់ខ្ញុំថាធ្វើនយោបាយបើមិនបានคลายទៅជាអ្នកមានគុណរបស់ប្រជាពលរដ្ឋទេខ្ញុំអត់ធ្វើទេអត់មានប្រជាពលរដ្ឋបោះឆ្នោតឲ្យហើយទៅជពះអរគុណប្រជាពលរដ្ឋទេសុំទោសជួយមិនបានទេបើធ្វើនយោបាយមិនបានคลายទៅជាអ្នកមានគុណរបស់ប្រជាពលរដ្ឋខ្មែរទេខ្ញុំអត់ធ្វើនយោបាយទេហើយខ្ញុំប្រាប់បងប្អូនកុំឲ្យអស់សង្ឃឹមកុំឲ្យភ័យខ្ញុំនិយាយយូរហើយប៉ុន្តែជួនកាលពាក្យរបស់ខ្ញុំគ្រាន់តែលើបងប្អូនពាល់ពាក្យខ្ញុំវាអត់ត្រូវនឹងថាដួងចិត្តខ្ញុំចង់និយាយថាម៉េចខ្ញុំថាខ្ញុំអាណិតតំណឹកពីរពួកទេមកពួកនោះយល់ហើយប៉ុន្តែគ្នាវាមិនដឹងធ្វើម៉េចគ្នាចង់ទៅវាមានតែខ្ញុំនឹងជួយនាំផ្លូវទៅបើខ្ញុំអត់ទៅទេគ្នាវាអត់សង្ឃឹមរស់វាមិនកើតជាមួយនឹងគេព្រោះយល់ហើយរស់វាមិនកើតខ្ញុំអាណិតអាមួយក្រុមនោះមួយក្រុមទៀតខ្ញុំអាណិតឲ្យវាមិនទាន់ដឹងវាតែប្រកាច់ងាប់មួយគេនោះវាអត់ដឹងវាយល់ប៉ុន្តែបើអាយល់ឲ្យកាច់មួលសប្ថ្ងៃដោយពួកអសកម្មជនគណៈបកនេះខ្ញុំមិនចិត្តប្រាណាខ្ញុំស្អប់អាមិនចឹងអប់ហ្មងខ្ញុំហៅតែអាឈាមឆ្កែទេខ្ញុំហៅតែពួកអាមយិកថោកឯមុខសញ្ញាអញកំតិចមុខអាអស់ហ្នឹងខ្ញុំអាណិតតែមនុស្សពីរពួកហ្នឹងទេខ្ញុំនិយាយហ្នឹងកុំឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសគឺអ្នកគ្រប់គ្រងយើងអ្នកយល់ឲ្យហ្នឹងភ័យអ្នកខ្លះពេលបោះឆ្នោតឃើញយើងវាមិនបានអីគេនោះថាមិនបានអីគេថាទៀតឡើយថាយើងចង់បានអីទៀតឡើយរូបភាពវាមិនបានអីគេនោះណាគាត់ភ័យអ្នកគ្រប់គ្រងយើងឲ្យខ្ញុំជប់ធ្វើគាត់តែលើខ្ញុំនិយាយថាអត់ទេពូនៅតែធ្វើរហូតដល់ពូស្លាប់អូវាស្រែកមកអូភ័យណាស់ខ្លាចខ្ញុំអត់ធ្វើបើគណៈបកគេដតីទៀតណាបងប្អូនតាប្រធានគេរកស្លឹកឆ្នោតឲ្យគេអត់បានណាគេរត់ចោលហើយបងប្អូនមើលស្ដេចកំភះមើលរកអីឲ្យគេមិនបានគេរត់ចោលហើយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនទាន់រកអីឲ្យគេមិនបានផងគ្រាន់តែធ្លាក់អីខ្លះហ្នឹងគេខ្សឹបខ្សៀវគ្នាពីក្រោយខ្នងរួចស្រាច់គេខ្សឹបថាម៉េចទេជឿអញអត់កាលពីមុនគេឡង់សេគណៈបកគេអត់ឡង់សេបកគលទេគេឡង់សេគណៈបកប្រជាជនគេឡង់សេថ្ងៃ7មករាដល់ពេលឃើញបានស្លឹកឆ្នោតច្រើនទេជឿអញអត់ទៅឡង់សេឈ្មោះសម្ដេចអាណត្តិហ្នឹងទៅឡង់សេថាបើអាណត្តិបើស្រឡាញ់បើអីហ្នឹងលែងយកឈ្មោះគណៈបកប្រជាជនទៅនិយាយលែងនិយាយ7មករាទៅនិយាយឈ្មោះបកគលឲ្យឃើញចាញ់ហ្នឹងមិនទាន់ចាញ់ឆ្នោតផងគ្រាន់តែធ្លាក់កៅអីគេនិយាយដើមស៊ឺប៉ុណ្ណឹងហើយចុះតែមមតារកកៅអីឲ្យគេមិនបានទៀតងាប់គេនិយាយដើមពេញភូមិហ្នឹងប៉ុន្តែពួកយើងវិញបើមើលរូបភាពដូចគេអញ្ចឹងគឺខ្ញុំនឹងរកកៅអីឲ្យបងប្អូនអត់បានហ្នឹងរូបភាពមើលទៅឃើញតែរកកៅអីឲ្យគេអត់បានវាសំតែអ្នកគ្រប់គ្រងប្រងរត់ចោលខ្ញុំទៅវាសំតែអញ្ចឹងវាទៅជាអ្នកគ្រប់គ្រងភ័យថាខ្ញុំរត់ចោលទៅវិញគាត់តែខ្ញុំនិយាយថាក្មួយមិនអីទេពូនៅតែធ្វើរហូតដល់ថ្ងៃស្លាប់អូស្រែកមកអូអាខ្លះរត់មកអោបយំទៅមកវាភ័យថាខ្ញុំឈប់ធ្វើបងប្អូនឃើញទឹកចិត្តវាខុសគ្នាអញ្ចឹងបានខ្ញុំបងប្អូនឃើញគេមើលពីក្រៅមកគេថាខ្ញុំហ្នឹងគួរអាណិតណាគណៈបកហ្នឹងមិនបានកៅអីអីគេប៉ុន្តែក្នុងខ្លួនខ្ញុំបងប្អូនខ្ញុំរស់នៅខ្ញុំមានភាពកក់ក្ដៅបងប្អូនខ្ញុំឃើញក្រុមគ្រួសាររបស់ខ្ញុំឃើញមិត្តភ័ក្តិរបស់ខ្ញុំច្រើនណាស់រស់នៅគ្មានភាពកក់ក្ដៅបងប្អូនជួនកាលក្នុងជីវិតរបស់គេរកតែមិត្តពិតមួយគ្មានផងតាមមិត្តពិតមួយគ្មានផងដើរលេងជាមួយគ្នាទៅស៊ីការទៅស៊ីអីស្លៀកពាក់ខោអាវទៅអូថ្មី
សិតតែលោកជំទាវឯកឧត្តមទៅទាំងវងនិយាយឲ្យញឹមញែមដាក់គ្នាប៉ិនមានក្នុងមានក្រៅហើយក៏ដឹងរៀងខ្លួនណាអញញឹមដាក់គ្នាចឹងប៉ិនមានក្នុងមានក្រៅខ្ញុំមើលសពនៅក្នុងជីវិតបែបនោះបងប្អូនវាអត់មានមិត្តភក្តិពិតសូមថាតអ្នកអស់នោះសូមបីតនាយករដ្ឋមន្ត្រីស្រុកខ្មែររបស់យើងអត់មានអ្នកស្រឡាញ់ពិតទេបងប្អូនក្រាបគ្រួសារគាត់នោះវាសិតតអ្នកបច្ចាយហ្នឹងតែគាត់រកឯងមិនបានបំជេរគាត់ហុយអញ្ចឹងវាអត់មានមិត្តពិតចំណែកខ្ញុំមកបងប្អូនងាប់ខ្ញុំមានមិត្តពិតរបស់ខ្ញុំច្រើនណាស់ទៅស្រែកន្លែងណាក៏មានដែរទៅផ្ទះណាក៏គេឲ្យបាយខ្ញុំស៊ីខ្ញុំសប្បាយចិត្តហ្មងបងប្អូនស្មាតទោសមានមិត្តពិតណាបើខ្ញុំរកមនុស្សអត់បានខ្ញុំរកឆ្កែបងប្អូនអត់បានមិត្តពិតមួយដឹកទៅមួយគ្នាដឹកទៅមួយគ្នាស្រឡាញ់ខ្ញុំពិតខ្ញុំអត់ទេអត់យកទេអាតសើជុំវិញច្រើននោះព្រោះតែច្អល់មុខហែងបញ្ជោអញដឹងហើយបញ្ជោអញចង់បានអីប៉ុន្តែអាបែបហ្នឹងនៅក្បែរខ្លួនឯងឲ្យជុំវិញអត់មានមិត្តពិតទេបងប្អូនអត់មានមិត្តពិតខ្ញុំចង់កសាងសង្គមខ្មែរឲ្យទៅជាចឹងអញ្ចឹងបានមានអ្នកខ្លះគេសួរខ្ញុំថាបើគេហៅទៅធ្វើរដ្ឋមន្ត្រីនៅក្នុងគណៈបកផ្សេងណាទៅជួយធ្វើការឲ្យគេបើគេហៅទៅធ្វើជាតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិអីតើបងឯងទៅជួយធ្វើគេអត់ខ្ញុំថានិយាយឲ្យខ្លីឲ្យស្រួលស្ដាប់ធ្វើទៅអត់ធ្វើតាមអញបើមិនបានធ្វើតាមអញអត់ទៅនិយាយឲ្យខ្លីថាបើមិនបានធ្វើឲ្យត្រូវចិត្តអញទេអត់ទៅទេខ្ញុំមកបងប្អូនខ្ញុំចង់កសាងប្រទេសឲ្យដូចពលរដ្ឋអ៊ីស្រាអែលអញ្ចឹងគឺថាចង់បានចូលរួមគ្នាធ្វើខ្ញុំចង់កសាងប្រទេសដោយផ្ដើមចេញពីកែអត្តចរិតរបស់មនុស្សខ្មែរខ្ញុំមើលឃើញអញ្ចឹងដោយកម្មសខាគាត់និយាយថាសប្តាហ៍នេះឲ្យប្រជាពលរដ្ឋខ្មែរនឹងមានយ៉ាងម៉េចបើប្រជាពលរដ្ឋខ្មែរនឹងជាកសិករប្រហែល 80% កសិកររស់អីបងប្អូនកសិកររស់ដីចុះបើដីវាអត់មានផងនេះទី2បើមានដីហើយអត់មានទុនចងការថ្លៃយ៉ាងនេះការប្រាក់យក73%អញ្ចឹងឲ្យកសិករខ្មែររស់មិនបានអញ្ចឹងបើគណៈបកសង្គ្រោះជាតិឈ្នះឆ្នោតទី1ចែកដីទី2ចងការប្រាក់ឲ្យហើយយកការប្រាក់នឹងថោកបានប្រជាពលរដ្ឋខ្មែរនឹងមានបានប្រជាពលរដ្ឋខ្មែរជាកសិករ 80% ធូធានិយាយពីអ្នកនៅក្នុងវងរបស់កម្មសខានោះចាស់ដៃប្រាវខ្ញុំថាឲ្យក្បាលមីក្រូមកអញសុំលើកដៃចំទាស់ទៀតហើយមានតែប៉ុណ្ណឹងមិនមានទេមានតែដីហើយនឹងមានទុនប៉ុណ្ណឹងកសិករខ្មែរមិនមានទេអញមើលឃើញអញ្ចឹងអញចង់និយាយឲ្យក្បាលមីក្រូមកអញឥឡូវអញឧទាហរណ៍មួយអញឃើញអ្នកស្រែមានកូនពកទូចមួយប្រហែល1ហិកតាដុសស្មៅឲ្យជុកពេញម្ដងខ្ញុំនឹកក្នុងចិត្តបើដកម្នាក់ឯងដកស្មៅចេញយ៉ាងយូរបំផុត10ថ្ងៃដកខ្ទេចហេតុអីបានត្រូវដកទី1យើងក៏អត់ការងារអីធ្វើផងអញ្ចឹងទុកកម្លាំងចោលទៅអីដកទៅទី2បើយើងទិញថ្នាំមកបាញ់ទី1វាខូចស្រូវទី2វាអស់លុយថ្លៃទិញថ្នាំអញ្ចឹងមធ្យោបាយល្អបំផុតគឺដកនឹងល្អបំផុតទៅមើលស្រុកយួនវាធ្វើស្រូវសឹងថាវានៅក្នុងស្រែវានោះច្រើនជាងនៅផ្ទះបណ្ណាវាត្រូវដកវាដកត្មងវាអត់បាញ់ថ្នាំទេវាខូចស្រូវហើយវាអស់លុយទៀតប៉ុន្តែជាក់ស្ដែងខ្មែរយើងបងប្អូនណាគាត់ទិញថ្នាំយកទៅបាញ់បើដកស្មៅត្រូវប្រើពេល10ថ្ងៃគាត់ទិញថ្នាំយកទៅបាញ់មួយថ្ងៃសល់ពេល9ថ្ងៃទៀតតំណេដេកក្រោមផ្ទះព្រោះមិនដែលឃើញអាវទេស្លៀកតែកម្មាស្អីមើលនេះមើលអីប្រញ៉េរញ៉ៃពេញផ្ទះទាំងអស់គាត់ទុកពេលគាត់ចោលអញ្ចឹងទៅណាបងប្អូនអត់ព្រមទៅដកស្មៅទេអូកសិករធឺនឹងឲ្យស្រែទៅឲ្យលុយខ្ចីរួចហើយទៅមានកើតអញគិតថាអញ្ចឹងសាកមើលទៅបងប្អូនកុំថាតែយកការប្រាក់ 1% ដោយកម្មសខាថាឲ្យខ្ចីទៅទេបើកម្មសខាទាវិញបានអញកោតប្រជាពលរដ្ឋធឺនឹងឲ្យខ្ចីបើមកលាយហើយហ៊ានទៅទាដាក់ក្រោយបើធ្លាក់ឆ្នោតបើអញ្ចឹងបានខ្ញុំថាបើមិនកែមនុស្សខ្មែរទេវាទៅមុខមិនរួចទេបងប្អូនបើអត់កែមនុស្សខ្មែរទេទៅមុខមិនរួចទេអាត្រង់ចំណុចហ្នឹងដែលខ្ញុំនិយាយថាអញមិនទៅធ្វើទេតំណាងរាស្ត្រនោះអញមិនទៅធ្វើទេរដ្ឋមន្ត្រីស្អីគេនោះព្រោះអីពីព្រោះធ្វើតាមចិត្តអញវាអត់បានអញចង់កែខ្មែរហើយគេទាំងអស់គ្នាគេមើលអត់ឃើញត្រង់នោះគេថាម៉េចទេអូយខ្មែរហ្នឹងអ្នកស្នេហាជាតិឲ្យតែបោះឆ្នោតឲ្យគេគោរពគេថាសូមគោរពទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរដែលស្នេហាជាតិដែលគិតគូរពីជាតិដែលងើបឡើងដើម្បីផលប្រយោជន៍ជាតិខ្ញុំសូមគោរពទឹកចិត្តនេះណាខ្ញុំថាអញគោរពកើតអ្នកបោះឆ្នោតឲ្យយើងក៏ដោយតែសួរទៅបែកដូចអ៊ីនោះគាត់ថាបោះមកគ្រួសារប៉ុន្តែបោះរបៀបនោះបើខ្ញុំដឹងខ្ញុំស្ដីឲ្យទៀតបងប្អូនតែទៀតតែកម្មសខាសំនឹងស៊ីវិញគណៈបកប្រជាជនវិញបងប្អូនឲ្យតែបោះឆ្នោតឲ្យគេបងប្អូនគេទៅសើររហូតមីងមួយគាត់នៅខេត្តសៀមរាបខ្ញុំចេះតែនឹកក្នុងចិត្តថានឹងខ្ញុំជួបប្រទេសប៉ុណ្
មានអ្នកទៀតណាមិនល្ងងគួរអាណិតទេបងប្អូនល្ងងគួរឲ្យស្អប់ខ្ញុំទៅទិញដើមស្លាគាត់ទៅធ្វើចលុងដើមម្រេចសួរគាត់មួយដើមម៉ានថាមួយដើម 5000 អាស្លាប្រប៉ុនកពួនដៃហ្នឹងណាខ្ញុំថាមិនអីទេចាំបោះឆ្នោតហើយចាំខ្ញុំមកទិញបោះឆ្នោតហើយព្រោះអីព្រោះយើងចិត្តបោះឆ្នោតហើយនោះអញ្ចឹងចាំបោះឆ្នោតហើយសិនចាំបោះឆ្នោតហើយចាំខ្ញុំមកទិញបងប្អូនអើយគាត់ទៅបោះឆ្នោតប្រហែលម៉ោង 9 ចឹងចលក់តដៃរួចហើយហ្នឹងម៉ោងប្រហែល 10គាត់ទេលេហ្វូនមករកយើងគាត់ថាខ្ញុំគោះរួចហើយហាថាចាំបោះឆ្នោតហើយអីខ្ញុំបោះរួចហើយខ្ញុំចលក់ដៃរួចហើយមកមើលឬតដើមធុងបងប្អូនគាត់ថាគាត់គោះរួចហើយបើមិនមកយកទេងាប់ស្លាខ្ញុំហើយនិយាយគ្នាហើយតែក្រោយបោះឆ្នោតឥឡូវខ្ញុំបោះរួចហើយថាបោះឆ្នោតរួចហើយឥឡូវខ្ញុំបោះរួចហើយបងប្អូនហើយអីក៏យ៉ាងហ្នឹងឯងធំបាន5 6ថ្ងៃក្រោយបោះឆ្នោតទៅយកខ្លាច់ងាប់ស្លានោះទៅស្លឹកស្លាឡើងក្រហមអស់លីងដល់ពេលធ្វើតែគាត់មីងបោះឆ្នោតរួចនៅបោះរួចហើយនេះដៃមីងចេះបោះឆ្នោតអត់យីយើងចេះមិនគាត់ប៉ុណ្ណឹងក៏ល្ងងដែរគេបង្រៀនទៅបង្រៀនមកបង្រៀនទៅបង្រៀនមកគេឲ្យគូសអាលេខ 4 ហ្នឹងគេមកបង្រៀនដល់ផ្ទះឥឡូវគូសគេបាត់ហើយមានបបាក់អីគាត់តែប៉ុណ្ណឹងបងប្អូនពិចារណាមើលបើជាអ្នកគិតជាតិមែនតើណាបងប្អូនលឺអញ្ចឹងស្លុតណាលឺអញ្ចឹងស្លុតណាសំរងស៊ីកម្មសខាមិនដែលស្លុតទេបងប្អូនលឺអញ្ចឹងធម្មតាធ្វើមិនក្រៅឲ្យបានស្លឹកឆ្នោតអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាកុំហៅអញទៅចូលរួមមួយគណៈបកនោះបើមិនបានធ្វើដោយអញចង់ទេអញអត់ធ្វើទេបើមិនបានកែប្រជាប្រដ្ឋខ្មែរឲ្យទៅជាប្រជាប្រដ្ឋអ៊ីស្រាអែលចង់ខ្ញុំអត់ធ្វើបងប្អូនខ្ញុំចេះតែមានសេចក្តីសម័យមួយថាថ្ងៃណាមួយពលរដ្ឋខ្មែរខ្លាចទៅជាពលរដ្ឋមួយដូចអ៊ីស្រាអែលចង់បងប្អូនចង់បានរួចហើយចូលរួមធ្វើអញ្ចឹងបានគណៈបករបស់យើងនេះពេលបោះឆ្នោតហ្នឹងបានជិត 70000 ខ្ញុំគិតថាកាត់តែ 4-50000 ចោលវាអាចជាយាយយើងវាអាចជាម៉ែយើងជាអ៊ំយើងតែគាត់អត់យល់ទេប៉ុន្តែគាត់ស្រឡាញ់កូនស្រឡាញ់ចៅស្រឡាញ់ក្មួយអីកូនបោះឲ្យពីណាចៅបោះឲ្យពីណាក្មួយបោះឲ្យពីណាគាត់បោះឲ្យដែរទៅអញ្ចឹងកាត់អស់ឲ្យ 50000 ណាចោលនៅសល់ប្រហែល 20000 ហ្នឹងបងប្អូនសិតតែអ្នកចង់បានឲ្យធ្វើហ្នឹងនឹងទ័ពអ៊ីស្រាអែលហ្នឹងនឹងក្របពូជដំបងហ្នឹងក្របពូជដែលយើងចង់បានហ្នឹងដែលយកទៅបដោះហ្នឹងបងប្អូនហេតុអីបានខ្ញុំនិយាយអញ្ចឹងបងប្អូនសម័យដល់ចិត្តខ្លួនឯងតិចមើលគណៈបកយើងត្រង់ណាបងប្អូនសុចរិតណាត្រឹមត្រូវណាយើងនិយាយថាម៉េចទេអាណត្តិនេះឲ្យតែបានមកកៅអីពីរកៅអីចាត់ទុកជាជោគជ័យយើងនិយាយអញ្ចឹងយើងអត់ដែលនិយាយខុសការពិតទេស្អីដែលមានក្នុងចិត្តយើងនិយាយបើយើងនិយាយបានយើងសុខចិត្តនៅស្ងៀមអត់កុហកទេយើងនិយាយថាចឹងយើងអត់អួតអត់អីដូចកម្មសខាទេយើងនិយាយថាអាណត្តិហ្នឹងបើបានមកកៅអីពីរកៅអីជោគជ័យហើយយើងចោះទម្លុះថ្មហ្នឹងមានផ្លូវសម្រាប់ចាញ់ឲ្យតែបានមកកៅអីពីរកៅអីយើងនិយាយប៉ុណ្ណឹងនៅតែមានអ្នកគាំទ្រមកបោះឆ្នោតឲ្យយើងទៀតបងប្អូនពិចារណាមើលសួរអ្នកហ្នឹងជាមនុស្សប្រភេទម៉េចថាអ្នកហ្នឹងជាមនុស្សដែលចង់បានស្អីមួយហើយគាត់ចូលរួមធ្វើគាត់នឹកដល់អ្វីដែលយើងចាត់ទុកជាគោលដៅរបស់យើងមាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ដែលត្រូវធ្វើឲ្យបានសម្រេចឡើងដោយយន្តការ8ចំណុចអានោះណាមិនបាននៅអាណត្តិហ្នឹងទេព្រោះអាណត្តិហ្នឹងយើងយកតែ2 3កៅអីជោគជ័យហើយនោះមិនដឹងជាប្រហែលអាណត្តិទេ2 3អាណត្តិទៅទៀតក៏មិនដឹងដែរប៉ុន្តែយើងចង់បានអានោះចូលរួមធ្វើនៅសល់ប្រហែល 20000 នាក់ហ្នឹងចាត់ទុកជាក្របពូជដំបងនៃពលរដ្ឋគំរូដែលចង់បានរួចហើយចូលរួមធ្វើប៉ុន្តែបងប្អូនមើលអ្នកបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិវិញសួរអ្នកចូលរួមធ្វើដែរអត់ទេមិនដឹងថាយើងត្រូវណាបងប្អូនដឹងពួកហ្នឹងឲ្យតែស្ដាប់រយោទោះបីគេនិយាយថាឲ្យដល់ម៉ោងយើងបិទមិនចិត្តទេបងប្អូនថ្ងៃខ្លះវាឆ្លោះឆ្លួយស្ដាប់ខ្លះដែរដឹងថាយើងល្អបងប្អូនពួកហ្នឹងដឹងថាយើងល្អប៉ុន្តែហេតុអីមិនបោះឆ្នោតឲ្យយើងព្រោះមិនមែនមនុស្សចង់បានឲ្យចូលរួមធ្វើទេមនុស្សហ្នឹងមិនដើររកគេជួយនៅនោះណាដើររកគេជួយដល់ពេលមកសួរបាក់យើងថាហែងជួយអញបានអត់អាណត្តិក្រោយឲ្យឈ្នះអត់ថាអត់ទេអាណត្តិហ្នឹងយ៉ាងច្រើនបំផុតបានមកកៅអីពីរកៅអីចាត់ទុកជាជោគជ័យអត់ទេជួយម៉ានទេអញទៅរមនឹងជួយហើយអញ្ចឹងទៅបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិទៅអ្នកបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិសិតតែមនុស្សដើររកគេជួយនៅចុងហើយមនុស្សដូចយើងនេះបងប្អូនមនុស្សចូលរួមធ្វើដឹងសុខទុក្ខបាក់ខ្លួនឯងណាបងប្អូនតាមដានណាអាស៊ីសេរីផ្សាយពីបាក់អញរឿងអី VOA ផ្សាយរឿងអីបាក់អញអត់លុយបាក់អញចង់ធ្វើអីដឹងបងប្អូននឹងដឹងយើងចង់កសាងមនុស្សអញ្ចឹងហើយបើមនុស្សអញ្ចឹងវាមានច្រើនប្រទេសអ៊ីស្រាអែលបាត់ហើយបងប្អូនស្រុកខ្មែរមិនមែននៅប៉ុណ្ណឹងទេបងប្អូនស្រុកខ្មែររីកចម្រើនជាងអ៊ីស្រាអែលនោះទៅទៀតហេតុអីដីយើងល្អជាងអ៊ីស្រាអែលយើងមានទឹកមានអីស្រួលជាងអ៊ីស្រាអែលប៉ុន្តែប្រជាពលរដ្ឋខ្មែរយើងមានចរិតអញ្ចឹងវាតិចណាស់វាមានតែអាពួកដើរពឹងគេជួយនោះ
ជាមនុស្សដូចយើងអញ្ចឹងបានខ្ញុំនិយាយថាបើធ្វើមិនបានតាមចិត្តអញខ្ជិលធ្វើណាធ្វើដូចសំរងស៊ីធ្វើដូចកម្មសខានោះហ៎បើអត់ធ្វើក៏មានគេធ្វើដែរប៉ុន្តែរបស់អញវិញបើអត់អញធ្វើមានណាធ្វើទេអញ្ចឹងបានថាអត់ទៅទេអាណាហៅទៅដែរក៏អត់ទៅដែរធ្វើអាហ្នឹងបើមិនបានតាមអាហ្នឹងទេអត់ធ្វើទេអ្នកបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិសិតតែមនុស្សដើររកគេជួយឯងបងប្អូនដើររកគេជួយហើយមនុស្សហ៎បងប្អូនតាមមនុស្សដើររកគេជួយហើយកម្រណាបងប្អូនកម្រជាមនុស្សល្អស្រឡាញ់យុត្តិធម៌កម្របើបងប្អូនជាមនុស្សស្រឡាញ់យុត្តិធម៌ស្រឡាញ់ភាពត្រឹមត្រូវសឲ្យដឹងសខ្មៅឲ្យដឹងខ្មៅមិនចាំបាច់ប៉ះខ្លួនឯងទេមិនចាំបាច់ប៉ះខ្លួនឯងទេឃើញគេនោះវាអយុត្តិធម៌ខ្លួនអាចជួយបានខ្លួនស្អប់ណាស់អំពើអយុត្តិធម៌ទៅជួយប៉ុន្តែជនរងគ្រោះនេះអាជនរងគ្រោះអាមនុស្សត្រូវបានគេជិះជាន់អាខ្លះគេយកដីគាត់ប៉ះគាត់ណាអាខ្លះគេមិនយកដីទេកាលពីមុនធ្លាប់នៅគណៈបកប្រជាជនរស់ស៊ីបានដល់ពេលតែ 4-5 ឆ្នាំចុងក្រោយបាក់ស៊ីចង់ចេញទៅទៀតអាមនុស្សចឹងតែមនុស្សរងគ្រោះអាមនុស្សរងគ្រោះដើររំមនុស្សជួយដល់ដើររំមនុស្សជួយអញ្ចឹងបងប្អូនអាណាក៏បានដែរក្នុងអាណាក៏បានដែរឧទាហរណ៍គាត់ត្រូវបានគេរំលោភកូនឧទាហរណ៍ណាគាត់ត្រូវបានគេរំលោភកូនគាត់ដើររកគេជួយដល់រកចុះរឡើងទៅប៉ះឲ្យកម្មសខាសន្យាជួយនេះជួយនោះប៉ុន្តែជួយហ្នឹងដោយសារកម្មសខាចង់បានអីពីគាត់ទៀតជួយចង់បានបើគាត់ស្ដាប់ទៅគាត់ដោះដូរបានអូខេព្រមទៀតសន្យាជួយនេះជួយនោះហើយគាត់ឯកភាពមួយកម្មសខាឆ្អែតហើយស្រាប់តែគេរត់មកពីចុងភូមិនោះថាអូអញតែរកឃើញមកលោបកូនកំមុំគេចុងភូមិហ្នឹងកម្មសខាតើហេមលោបគាត់ជួយអញនេះអាហ្នឹងបងប្អូនមកលោបអាណាមកលោបទៅគាត់ត្រូវបានគេមកលោបកូនដែរតើរំនឹកជួយមកប៉ះអានឹងមកលោបកូនដែរបានជួយគាត់ព្រមណាបងប្អូនគាត់ព្រមនោះកម្មសខាកូនណាទៅមកពីអាមេរិកយើងប្រាប់គាត់ទៅមកពីអាមេរិកទេស្រាប់តែយកមកដល់ភ្លាមដាក់អគ្គលេខាធិការរងក្នុងគណៈបកឥឡូវបញ្ចូលទៅជាអចិន្ត្រៃយ៍ក្នុងបកទៀតហើយកូនស្រីនោះទៅមកពីអាមេរិកទេពុកអលួយអត់បងប្អូនចាណាមើលអាហ្នឹងគ្រាប់ពូជពុកអលួយណាដល់ពេលកម្មសខាចោតគណៈបកប្រជាជនថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងតម្លើងតកូនខ្លួនឯងដល់ពេលគាត់កូនស្រីពីអាមេរិកមកហ្នឹងមិនទាន់មានប័ណ្ណពិសោធន៍ការងារផងអគ្គលេខាធិការរងពូជឲ្យបញ្ចូលទៅអចិន្ត្រៃយ៍ទៀតយើងឃើញលោកគាត់ដែរប្រជាប្រដ្ឋខ្មែរនេះមនុស្សស្រឡាញ់អំពើល្អខំនិយាយចឹងប្រាប់គាត់អូយទៅគិតអីអញ្ចឹងឲ្យគេដេញយួនសិនទៅចង់រកមនុស្សជួយបងប្អូនអាមនុស្សចង់រកមនុស្សជួយហ្នឹងអត់ស្រឡាញ់យុត្តិធម៌ទេបងប្អូនវាដើររកមនុស្សជួយណាហ្នឹងដោយសាររស់នៅក្នុងគណៈបកប្រជាជនវាពិបាកពេកបើស្រួលនៅក្នុងទៀតវាអញ្ចឹងហើយខ្ញុំស្អប់បំផុតអាកពូជមនុស្សអញ្ចឹងស្អប់ណាស់ខ្ញុំមិនចូលរួមជាមួយអាមនុស្សអញ្ចឹងទេហេបងមេភូមិខាងនក់មានគ្នាយើងណាប្រាប់ឥឡូវដល់ពេលគណៈបកប្រជាជនណាដូចលែងទុកចិត្តគាត់ណាលែងឲ្យលុយលែងឲ្យអីឥឡូវចង់មកចូលយើងថាហើយកុំឲ្យអញទៅជួបไปសោះអាមនុស្សអញ្ចឹងអញស្អប់បំផុតអាមនុស្សអញ្ចឹងវាឈរជើងមិននឹងទេតែគណៈបកប្រជាជនឲ្យស្អីវាទៅវិញឥឡូវហើយអាមនុស្សអញ្ចឹងអញស្អប់បំផុតដល់ពេលសុកខ្មែរអាមនុស្សចង់វាច្រើនអាមនុស្សធឺយើងហ្នឹងតែ6-7ម៉ឺននាក់ហ្នឹងហើយកាត់50000នាក់ចោលទៅសល់តែ20000នាក់អាមនុស្សធឺហ្នឹងអាមនុស្សស្រឡាញ់អំពើល្អហ្នឹងវាអត់ទៅមានក្នុងសង្គមខ្មែរវាសម្បូរតែអាមនុស្សខូចអញ្ចឹងហើយបានស្លឹកណោតរបស់យើងវាបានតិចម៉ែអញ្ចឹងដល់ពេលយើងវាបានតិចគេថាមកចេះបើឯងល្អមិនក៏មានអ្នកគ្រប់គ្រងច្រើនទៅខ្ញុំថាញ៉ាំកប៉ោយវាឡើងតុកមូលមួយអញទៅញ៉ាំកប៉ោយវាមកអាប្រធានអង្គការណាក៏ដោយវានិយាយអញ្ចឹងទៅញ៉ាំកប៉ោយវាមកបើវាខ្លាំងវាឡើងតុកមូលមួយអញចោលវាគ្រប់គ្រងចោលអាចារ្យវាគ្រប់គ្រងអាចារ្យមនុស្សធ្វើមិនវាគ្រប់គ្រងមនុស្សធ្វើចុងហើយមើលអញមើលងាប់ហើយបងប្អូនសម្ដីរបស់យើងថ្លៃណាគេថាមនុស្សថោកអីនឹងដៃថ្លៃអីនឹងមាត់ខ្ញុំថាពាក្យហ្នឹងគេបកប្រែថាម៉េចអញដឹងទេប៉ុន្តែបើបកប្រែថានិយាយមិនក៏ដោយឲ្យតែបានលុយថោកអីក៏ដោយដៃហ្នឹងធ្វើមិនក៏ដោយឲ្យតែបានយកមកគេមកបើពាក្យហ្នឹងមានន័យថាអញ្ចឹងដោយការសំរងស៊ីគាត់សុំទោសគេឲ្យចូលស្រុកណាគេទេលេហ្វូនសួរគាត់ថាហេតុអីបានទៅសុំទោសគេចង់ខ្លាំងនោះគាត់ឆ្លើយថាថោកអីនឹងដៃថ្លៃអីនឹងមាត់អាហ្នឹងសភាសិទ្ធខ្មែរយើងខ្ញុំចាំគេផ្សាយផ្ទាល់ប៉ុក 93.5 គាត់ផ្សាយផ្ទាល់គេទេលេហ្វូនសួរគាត់ទៅមកសុំទោសគេហើយគាត់ឡើងផ្សាយផ្ទាល់គេទេសួរថាលោកប្រធានសំស៊ីឯងថោកម៉េចទៅសុំទោសគេខ្លាំងគ្មានណាដូចចុងក្រោយទៅសុំទោសគេគាត់ថាពាក្យខ្មែរយើងថោកអីនឹងដៃថ្លៃអីនឹងមាត់ខ្ញុំចេះតែដេកគិតបើពាក្យហ្នឹងមានន័យថាដូចសំរងស៊ីនិយាយអញ្ចឹងមិនថោកទេមាត់យើងឲ្យតែមិនក៏ឲ្យតែបានខ្ញុំថាពាក្យខ្មែរមួយហ្នឹងការពារអំពើអាក្រក់មកខ្ញុំអត់យកមកប្រើទេប៉ុន្តែខ្ញុំវាអត់ច្បាស់លាស់អ្នកខ្លះគេបកប្រែថាថោកអីដៃថ្លៃអីមាត់ថាចេះថាយើងទៅណា
ចេះសួរចេះអីផ្លូវសួរគេទៅកញ្ចប់មាត់ណាចេះបើកខ្លះទៅវាថោកស្អីមាត់ហ្នឹងមិនក៏មិនសួរគេខ្លះទៅមីងពូនទៅណេះមកនោះហើយដៃហ្នឹងឲ្យចេះលើកស្ពះគេផងវាមិនគង់អីក៏វាថ្លៃអីដៃហ្នឹងណាបើថោកអីដៃថ្លៃអីមាត់ហ្នឹងមានន័យថាអញ្ចឹងត្រឹមត្រូវប៉ុន្តែបើថោកអីដៃថ្លៃអីមាត់ថាធ្វើមិនឲ្យតាបានហ្នឹងថោកអីដៃថ្លៃអីមាត់ហ្នឹងខ្ញុំថាពាក្យហ្នឹងពាក្យអាក្រក់បំផុតមិនគួរយកមកប្រើទេបងប្អូនណាពាក្យខ្មែរយើងមួយទៀតគេនិយាយថាមនុស្សគេយកសម្ដីបងប្អូនតម្រៃគេយកភ្លុកបងប្អូននិយាយមួយម៉ាត់បើលឺប្រហែលគ្នាបងប្អូនលឺប្រហែលគ្នាមិនស្រួលសម្ដីអាអ្នកថ្លៃហ្នឹងស្រែកលឺតិចជាងអាអ្នកសម្ដីថោកផងបើគិតជាពាក្យប៉ាប់ទៅវាមានតម្លៃប៉ុនគ្នាបងប្អូនប៉ុន្តែបើគិតជាតម្លៃមនសិការដែលមនុស្សអាចយល់បានតម្លៃមនុស្សតម្លៃសម្ដីមនុស្សខុសគ្នាបងប្អូនសម្ដីខុសគ្នាណាដូចនឹងស្លឹកឆ្នោតចឹងណាស្លឹកឆ្នោតបើយើងមើលរូបភាពខាងក្រៅស្លឹកឆ្នោតមានតម្លៃប៉ុនគ្នាគេក៏មកស្លឹកយើងក៏មកស្លឹកប៉ុន្តែបើគិតតម្លៃជាមនុស្សគិតឃើញមនុស្សអត់យល់ទៅតងងបោះឆ្នោតទៅបងប្អូនមានតម្លៃមិនស្មើនឹងស្លឹកឆ្នោតអ្នកយល់មកស្លឹកទេបងប្អូនតម្លៃខុសគ្នាតម្លៃប៉ុន្តែបើបងប្អូនមើលទាំងភ្នែកគេតាមនៅល្ងងមើលទាំងភ្នែកណាស្លឹកឆ្នោតហ្នឹងគឺថាមួយស្លឹកមានតម្លៃប៉ុនគ្នាគេក៏មកស្លឹកអត់យល់សោះហ្នឹងដូចមីងមាញ់គេថាថាបោះឆ្នោតមិនចេះមិនចេះហើយគេមកបង្រៀនរាល់ថ្ងៃគូទៅគូមកលេខ4ហ្នឹងគូឲ្យគេបាត់ហើយនេះអាស្លឹកឆ្នោតចឹងណាបងប្អូនវាគ្មានតម្លៃទេ1000ស្លឹកក៏មិនឈ្នះអាស្លឹកឆ្នោតអ្នកយល់មកស្លឹកដែរមនុស្សបងប្អូនមនុស្សវាចេះយល់អញ្ចឹងសម្ដីក៏ដូចគ្នាដែរសម្ដីអាជ្រឹមអីនេះបងប្អូនណានិយាយ1ម៉ោងណាបងប្អូនមិនបានយើងនិយាយម៉ាត់ផងសម្ដីរបស់ពួកយើងឥឡូវកាន់តែថ្លៃបងប្អូនកាន់តែថ្លៃសូម្បីតែពួកអ្នកប្រឆាំងយើងបងប្អូនក៏មិនដឹងថាយើងត្រឹមត្រូវដែរសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរួមគិតរួមធ្វើរួមទទួលខុសត្រូវគណៈកម្មការសមាជលេខ004/16 កសបសេចក្តីប្រកាសព័ត៌មានស្តីពីការទទួលចុះឈ្មោះអ្នកចូលរួមសមាជគណៈបកលើកទី2ថ្ងៃអាទិត្យទី3ខែមេសាឆ្នាំ2016គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសូមជូនដំណឹងដល់សមាជិកនិងអ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថាគណៈបកនឹងរៀបចំសមាជលើកទី2នៅថ្ងៃអាទិត្យទី3ខែមេសាឆ្នាំ2016ខាងមុខនេះនៅរាជធានីភ្នំពេញសមាជិកនិងអ្នកគាំទ្ររបស់គណៈបកមកពីគ្រប់រាជធានីខេត្តទូទាំងប្រទេសនិងក្រៅប្រទេសចំនួនប្រមាណ 4500 នាក់នឹងមានវត្តមានចូលរួមនៅក្នុងសមាជនេះគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនឹងទទួលចុះឈ្មោះអ្នកចូលរួមសមាជលើកទី2នេះចាប់ពីថ្ងៃទី11ខែមករាឆ្នាំ2016តទៅរហូតដល់ថ្ងៃទី13ខែមិនិនាឆ្នាំ2016បងប្អូនសមាជិកនិងអ្នកគាំទ្រគណៈបកដែលមានបំណងចូលរួមសមាជនេះសូមបងប្អូនតាក់ទងចុះឈ្មោះនិងបង់វិភាគទានទ្រទ្រង់ដំណើរការសមាជក្នុងម្នាក់$7នៅទីស្នាក់ការកណ្ដាលគណៈបកដែលមានអាសយដ្ឋានផ្ទះលេខ108 បេដឺផ្លូវលេខ315សង្កាត់បឹងកក់2ខណ្ឌទួលគោករាជធានីភ្នំពេញឬតាក់ទងតំណាងរបស់គណៈបកប្រចាំខេត្តនីមួយៗសម្រាប់ព័ត៌មានលម្អិតសូមតាក់ទងមកកាន់លេខទូរស័ព្ទ077 333 069 និង093 22 44 02សូមអរគុណបានកំចាងក្នុងរឿងអើយបានថនមកត្រង់បងមករៀនរឿងអើយសូមរងចាំស្ដាប់ការផ្សាយរបស់កម្មវិធីសំឡេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅថ្ងៃស្អែកជាបន្តទៀតកម្មវិធីយើងសូមទទួលយកការទីទានពីគ្រប់មជ្ឈដ្ឋានទូទៅតាមរយៈលេខទូរស័ព្ទ012 36 36 និង22 012 53 2003 011 53 2003 015 53 2003 ឬតាមរយៈគេហទំព័រ www.camldp.org អូនឡាយចូលចង់ជាអ្នកនៅយន្តការជីងក៏រំលែ
8មានអ្វីខ្លះទៅមួយនាយករដ្ឋមន្ត្រីទៅកងងំណាស់បងការយុទ្ធការ8មានអ្វីខ្លះទៅមួយនាយករដ្ឋមន្ត្រី